សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំធ្វើ vlog មួយនិយាយទាក់ទងទៅនឹងការដែលខ្ញុំទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល1ឆ្នាំហើយនេះគឺជាសកម្មភាពដែលខ្ញុំទៅ E-mart 24នៅប្រទេសកូរ៉េហើយខ្ញុំបាន order មីហើយនឹងជាមួយនឹងទឹកក្រូចនៅប្រទេសកូរ៉េភាគច្រើនគឺគេប្រើកាតអ្នកនរគ្នាយើងបើកពាក់ខែមកគេបាញ់លុយចូលក្នុងកង់យើងទៅមកយើងមានកាតមួយយើងប្រើបានទាំងអស់តាំងពីជិះរថភ្លើងតាំងពីទិញកាហ្វេគឺគេមានម៉ាស៊ីនឆូតកាតមួយហ្នឹងឯងគឺស្រួលម្យ៉ាងដែរហើយនេះខ្ញុំកំពុងតែធ្វើការ order មីជាមួយនឹងទឹកក្រូចបន្ទាប់មកយើងទៅរកកន្លែងអង្គុយដោយសារតែគេមានកន្លែងយើងអង្គុយញ៉ាំដែរមានទឹកក្តៅមានអីឲ្យយើងឆុងមីហើយនៅនេះឃើញមី3កំប៉ុងហ្នឹងដោយសារតែយើងទិញគេមាន promotion ណាមិនដឹងថាគ្នា2នាក់ញ៉ាំមី3កំប៉ុងអានេះគឺជាមីខ្ញុំដាក់មួយនឹងពងមាន់ដែរហើយនេះខ្ញុំដាក់ពងមាន់មួយហើយនេះខ្ញុំមកសាក់ភ្លក់ទឹកក្រូចគេណាអ្នកទឹកក្រូចគេភាគច្រើននៅប្រទេសកូរ៉េគឺ no sugar ណាអ្នកគឺអត់មានជាតិស្ករតែយើងធ្លាប់ញ៉ាំទឹកក្រូចផ្អែមណានៅស្រុកយើងដល់ពេលយើងមកញ៉ាំនៅកូរ៉េវារៀងប្លែកដោយសារតែគេវាភាគច្រើនគឺអត់មានស្ករមានជាតិស្ករទេសូម្បីតែកូកាក៏អញ្ចឹងដែរគឺភាគច្រើនគឺអត់មានស្ករបន្ទាប់មកមីខ្ញុំឆ្អិនហើយខ្ញុំចាប់ផ្ដើមញ៉ាំហើយហើយខ្ញុំចាំបានកាលហ្នឹងគឺបន្ទាប់ពីខ្ញុំញ៉ាំមីហើយដូចជាខ្ញុំចេញពី E-mart ហ្នឹងខ្ញុំដើរលេងទៀតកាលហ្នឹងដូចខ្ញុំទៅគេរបៀបថាផ្សារនៅប្រទេសកូរ៉េរបៀបដូចយើងនៅ Box Street ដែរផ្សារហ្នឹងគឺគេដើរពេលយប់គឺមានមនុស្សច្រើនហើយមានគេលក់អីតាមផ្លូវឡើងចំណាំភ្លក់ហើយមីហ្នឹងរៀងហឹរបន្តិចកាលហ្នឹងខ្ញុំចាំបានតែឆ្ងាញ់ណាស់គ្នាប្លែកបាយបាយ